នឹងបងអាកន្លែង Gmail ដែលយើងត្រូវការដាក់ Play Store download ហ្នឹងអញ្ចឹងបើយើងបង្កើតថ្មីពេលខ្លះយើងបង្កើតវាឆាប់ខូចដោយសារយើងបង្កើតអត់ទាន់គ្រប់លក្ខខណ្ឌអីយ៉ាងទៅហើយហ្នឹងហើយបើសិនជាបងប្អូនមានទូរស័ព្ទផ្សេងទៀតដែលប្រើអត់ដែលខូចអញ្ចឹងបងប្អូនអាចធ្វើតាមទីនេះបានហើយយើងមានន័យថាបាទជំរាបសួរពុកម៉ែបងប្អូនអ្នកគ្នាហ្នឹងហើយថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែកម្លែកបងប្អូនអ្នកគ្នាពីរបៀបយើងដាក់ email បងប្អូនយើងមានន័យថាទូរស័ព្ទថ្មីបងប្អូនដែលចង់បង្កើត email ខ្ជិលបង្កើត Gmail អញ្ចឹងហើយចង់ដាក់ Gmail ចូលគ្នាជាមួយទូរស័ព្ទចាស់របស់យើងបងប្អូនហើយយើងអត់ចាំលេខកូដទេអញ្ចឹងសម្រាប់វីដេអូនេះបើបងប្អូនយើងបង្កើត Gmail អាសាខូចឬក៏បង្កើតហើយខូចអញ្ចឹងបងប្អូនអាចដាក់ជាមួយ email ក្នុងទូរស័ព្ទបងប្អូនចាស់បានបងណាអញ្ចឹងបើយើងមានទូរស័ព្ទមួយដែលផ្សេងទៀតដែលប្រើ Gmail ស្រាប់អញ្ចឹងហើយយើងថាទូរស័ព្ទនោះអត់ដែលខូច Gmail អញ្ចឹងទេហើយនឹងហើយសម្រាប់វីដេអូនេះគឺយើងអាចប្រើ Gmail ចូលគ្នាបើថាយើងមិនចាស់តែមួយហ្នឹងបងនឹងបងអាកន្លែង Gmail ដែលយើងត្រូវការដាក់ Play Store download ហ្នឹងអញ្ចឹងបើយើងបង្កើតថ្មីពេលខ្លះយើងបង្កើតវាឆាប់ខូចដោយសារយើងបង្កើតអត់ទាន់គ្រប់លក្ខខណ្ឌអីយ៉ាងទៅហើយហ្នឹងហើយបើសិនជាបងប្អូនមានទូរស័ព្ទផ្សេងទៀតដែលប្រើអត់ដែលខូចអញ្ចឹងបងប្អូនអាចធ្វើតាមទីនេះបានហើយយើងមានន័យថាទូរស័ព្ទយើងម្ចាស់តែមួយយើងណាបងប្អូនណាអានេះប្រភេទ Android ឯងបញ្ជាក់មិន iPhone ទេហើយបងប្អូនអាចជាងចង់ download Play Store អីយើងត្រូវការវាយ Gmail អញ្ចឹងយើងខ្ជិលបង្កើតថ្មីហើយយើងអត់ចាំលេខកូដGmail ចាស់នេះទៀតអញ្ចឹងសម្រាប់វីដេអូនេះបងប្អូនអាចធ្វើតាមនឹងបានអញ្ចឹងជាដំបូងយើងចូលមកក្នុង Play Store បងប្អូនបន្តមកទៀតវាឲ្យយើង sign in បងប្អូនយើង sign in គឺ Google Play ហ្នឹងអញ្ចឹងយើង sign in មកចាំតិចហ្នឹងនឹងឲ្យ sign in ទៅវាឲ្យយើងវាយ Gmail កន្លែងនេះបងប្អូន email Gmail ហ្នឹងទៅហើយនឹងឲ្យសម្រាប់យើងអត់បង្កើតទេតែយើងចង់បាន Gmail ក្នុងទូរស័ព្ទចាស់យកមកប្រើប៉ុន្តែយើងអត់ចាំ password យើងបងប្អូនចូលកន្លែង Play Store ដូចគ្នាមកឬក៏បងប្អូនចូលកន្លែងប្រអប់ Gmail ខាងកន្លែងនេះណាកន្លែងហ្នឹងគឺកន្លែង profile Gmail របស់យើងចុចមកនៅបងហើយបងប្អូនវាយ Gmail មួយខ្សែហ្នឹងមកណានេះខ្ញុំបាំងបន្តិចយើងវាយមកខ្សែហ្នឹងចូលកន្លែងទូរស័ព្ទមួយទៀតមិញមកបងយើងវាយកន្លែងហ្នឹងមកណាអញ្ចឹងយើងវាយចូលមក Gmail តានេះមកវាយចូលក្នុងកន្លែងនេះអូខេលើខ្ញុំវាយនឹងបងយើងវាយហើយយើងចុចកន្លែង next បងប្អូនជាកន្លែង next យើងចេញ next មកតែ password យើងអត់ចាំទេបើយើងចាំ password នឹងវាយដាក់មកតែបើយើងអត់ចាំទេបងប្អូនចុចកន្លែង forget password នេះយើងចុច forget password ហើយយើងចាំទៅមើលក្នុងទូរស័ព្ទមួយទៀតដែលយើងប្រើពីមុនយើងប្រើមុនហ្នឹងបងប្អូនយើងចុច forget មកអានេះបញ្ជាក់ណាសម្រាប់តែបងប្អូន click password ទេបើបងប្អូនមានpassword បងប្អូនវាយដាក់មកតែបើយើងអត់ password យើង forget តាមខ្ញុំនឹងមកចុច forget មកមើលកន្លែងទូរស័ព្ទចាស់របស់យើងកន្លែងប្រអប់សារទូរស័ព្ទចាស់របស់យើងបង alert មកទូរស័ព្ទចាស់របស់យើងបងណាបើទូរស័ព្ទចាស់របស់យើងនេះវា alert ឲ្យយើងចុចនេះបងឲ្យយើងចុច no don't allow ឬក៏ yes it me អញ្ចឹងកន្លែងនេះយើងចុច yes it me ហ្នឹងបងយើងចុច yes it me មកហើយវាឲ្យយើងវាយលេខកូដលេខមិនយើងឲ្យ select លេខដែលនៅជាមួយទូរស័ព្ទចាស់ហ្នឹងបងណាយើងញ៉ៃបន្តិចវាដោះនេះសារយើងអានេះវានេះហើយយើងមើលអានេះលេខ78អញ្ចឹងយើងចុចមកកន្លែងនេះលេខ78ដូចគ្នាមកហ្នឹងហើយយើងប៉ុន្តែគឺវាអូខេហើយបងប្អូនអញ្ចឹងយើងមិនចាំបាច់ប្រើ password ទេបើយើងអត់ចាំ password បងប្អូនយើង log in ចូលបានធម្មតាណាបងប្អូនចុច agree next មកហ្នឹងបងតែប៉ុណ្្នឹងទេយើងអាចប្រើបានទេក្នុង Play Store របស់យើងដែលយើងចុច next រហូតបងប្អូនអានេះ accept មកស្គាល់ទេ
ហើយបងប្អូនអញ្ចឹងបងប្អូនអាចប្រើជាមួយ Gmail ជាមួយគ្នាបានហើយយើងអត់ចាំបាច់ដឹងលេខកូដឬក៏នេះទេឲ្យតែយើងមានទូរស័ព្ទផ្សេងទៀតដែលយើងប្រើយូរហើយវាអត់ដែលខូច Gmail អញ្ចឹងបងប្អូនដោយសារយើងប្រើយូរទៅ Gmail កាន់តែចាស់កាន់តែល្អយើងអត់មានខូចទេខ្លាចតែយើងភ្លេច password ឬក៏យើង backup ចុះ backup ឡើងទេហ្នឹងហើយរៀងញ៉ៃតិចវីដេអូនេះបងប្អូនណាយើងបងប្អូនមានចំណងកន្លែងណាអីបងប្អូនអាចឆាត comment សួរបានអរគុណ